ធ្លាប់តែឃើញគេបងត្រីតាមព្រែកតាមស្ទឹងតាមបឹងតាមបួឥឡូវថ្ងៃនេះប្លែកបងប្អូនចម្លែកមកមើលគេបងត្រីនឹងមុខផ្ទះម្ដងដេកត្រីហៅបងមកបងសណាញ់បងមកបងសណាញ់អីត្រីចូលពេញផ្ទះហើយត្រីមកដល់មុខផ្ទះហើយចាំកាលទាញសណាញ់ទាញពេត្រូទាញកបិតទាញបថាយកមកកាប់ឈើធ្វើជ្រងដើម្បីបងសណាញ់បងប្អូនទៅពូគាត់ដាក់មកសណាញ់ច្រាកហើយដើរតាមស្ពានផ្ទះក្តារហ្នឹងមកដើម្បីទាញយើងទាញបដោយទឹកហូរអញ្ចឹងណាបងប្អូនអានៅស្រុកខ្ញុំអានឹងគេហៅថាជ្រងតែបើនៅស្រុកបងប្អូនដឹងថាគេហៅអីទេអាកន្លែងរៀនសម្រាប់យើងធ្វើកន្លែងបងត្រីអញ្ចឹងណាឥឡូវពូគាត់កំពុងតែទាញអញ្ចឹងបងប្អូនដោះអាវទៀតសំខាន់មេឃក្តៅចេះពូដោះអាវតែអត់ខ្វល់សំខាន់ឲ្យតែបងត្រីបានបងប្អូនរឿងក្តៅហ្នឹងយើងអ្នកស្រែនឹងងាយស៊ាំហីអត់ដូចអ្នកដែលគាត់នៅទីក្រុងអញ្ចឹងអ្នកនៅទីក្រុងត្រូវក្តៅត្រូវអីអាហ្នឹងអត់សូវស៊ាំដូចយើងអ្នកស្រែអ្នកចកាអញ្ចឹងបងប្អូនសំខាន់ស្នាញ់របស់ពូថ្មីណាខ្ញុំសួរគាត់ទៅគាត់ថាអូទៅទិញបានមួយថ្ងៃពីរថ្ងៃឮថាគេបងត្រូវអីចឹងគាត់ទិញស្នាញ់ជះលុយ190000 200000ដើម្បីទិញស្នាញ់ឲ្យបងឥឡូវពូកំពុងតែទាញអញ្ចឹងបងប្អូនតើត្រីនឹងវាត្រូវសមនឹងស្នាញ់ថ្មីដែលគាត់ទៅទិញអត់ចាំមើលទាំងអស់គ្នាបងប្អូនថាតើត្រីបានប្រមាណត្រីអញ្ចឹងណាដូចរៀងស្ងាត់បងប្អូនតែនៅខាងក្រោមទៅហ្នឹងមើលសិនអូខេបងប្អូនត្រអូខេនេះកូនត្រីនេះបងប្អូនត្រីរៀលហើយនឹងត្រីលិញបងប្អូននេះចូល4 5របស់គាត់ដែរតែប៉ុណ្្នឹងរួចថ្លៃសណាញ់ហើយចូលទៅប៉ុណ្្នឹង100 200សណាញ់មកនឹងរួចថ្លៃសណាញ់អូខេឥឡូវគាត់ពងធ្វើការដោះហើយបងប្អូនគាត់ដោះឥឡូវបោះចូលក្នុងចានដែកបាន2ត្រីបងប្អូនសម្រាប់អ្នកដែលចូលចិត្តបងសណាញ់បងប្អូនឲ្យទៅលើគេថាបងបានមិនថានៅកន្លែងណាទេមិនថាឆ្ងាយឬក៏ជិតទេឲ្យទៅឃើញគេបងបានអូទៅឲ្យជិះសាំងជិះម៉ូតូអស់សាំងបាន2 3លីត្រអត់ខ្វល់ទេឲ្យទៅគេថាត្រូវដឹងទៅឲ្យដូចខ្ញុំអីពេលខ្លះឃើញគេបងសណាញ់បានអីពេលខ្លះចង់សុំច្បាប់មេធ្វើការទេទៅបងសណាញ់អ្នកបងសណាញ់និងអ្នកស្ទួយត្រីអត់ដូចអត់ខុសគ្នាទេបងប្អូនដូចតែគ្នាហ្នឹងឯងអូបងបានវក់បងអីចឹងណាបើអ្នកស្ទួយឯងវក់ជាងអ្នកបងទៀតឥឡូវបងម្នាក់ទៀតគាត់ដាក់មកសណាញ់ទៅទៀតហើយច្រាវសណាញ់គាត់សម្បូរត្រីធំដែរតែពេលនេះវាអត់ដល់ចុះមកបងប្អូនហើយសណាញ់ខ្លះគេបងបានត្រីស្ដាយត្រីពោត្រីឆ្ពិនប៉ុន្តែអត់ចូលច្រើនចូលមួយអញ្ចឹងណាបងប្អូនឥឡូវបងគាត់ពងទាញហើយទាញមួយនោះអាឡៃផ្ទះហ្នឹងបងប្អូនអាឡៃផ្ទះលិចទឹកហ្នឹងណាខ្ញុំឃើញខ្ញុំសគាខ្ញុំខ្លាចពស់ណានោះអាឡៃព្រីខ្ញុំខ្លាចពស់វាមកពីព្រីមកពីអីទៅវាឡើងលើផ្ទះខ្ញុំខ្លាចទៅចឹងប៉ុន្តែមីងពូអ៊ំដែលគាត់នៅនឹងរងថ្ងៃប្រហែលជាអត់មានពស់អត់មានសត្វអីទៅទេដោយសារគាត់នៅរងថ្ងៃហើយមួយទៀតនៅផ្ទះរបស់គាត់មានចិញ្ចឹមឆ្មាមានអីចឹងណាឆ្មាដាក់នៅលើផ្ទះចឹងពេលវាឡើងមកអាចនឹងឆ្មាខំអីចឹងណាឥឡូវបងប្រុសគាត់ពងទាញហើយអានោះទុតវាទូចពេកបងប្អូនវាចេញតាមខ្ញុំឃើញអ្នកខ្លះគេចាប់បែបអីគេបែបជើងតម្រៃចឹងណាបើចាប់ចឹងទៅបងបែកតែបើសិនជាយើងអត់សូវចេះបងទេឬក៏យើងរៀនបងដបូទេបើយើងចាប់តែអញ្ចឹងគឺល្អយើងអត់សូវពិបាកប្រើកម្លាំងប្រហែលទេបងប្អូនយើងចេះល្មមគឺគេបែកចឹងណាឥឡូវពូគាត់គួយចាំតិចសិននោះទឹកនឹងហូរមកពីក្រោមផ្ទះហ្នឹងបងប្អូនមានហូរពីណាឆ្ងាយហូរមកពីក្រោមផ្ទះហើយកាត់មកនេះត្រីវាឡើងមកមុខត្រីដែរវាឡើងពីបឹងពីអីពីបលាយអីវាឡើងចូលស្ទឹងវិញអញ្ចឹងណាឥឡូវពូគាត់ពងចាំតិចសិនគេគាត់សម្រាប់ចិត្តដាក់ហើយអូ1 2 3ឆ្រាយចាស់បែកចិត្តអស់ដែរបងប្អូនតាមតិចទៀតបែកអស់ហើយគេគាត់ប្លែងខ្សែសិនគាត់ទៅដោះខ្សែនេះគាត់ប្លាយខ្សែមកនេះទឹកហូរបងប្អូននេះមុខទឹកហូរនេះឥឡូវគាត់ដើរមកឲ្យវាស្របតាមទឹកហូរបងប្អូនដោយសារនៅនឹងចិត្តលូអញ្ចឹងតគាត់ដើរមកស្របបដោយតាមទឹកសាច់ស្នាញ់វាធ្លាក់ម្ដងតិចតាមទឹកហូរមកអញ្ចឹងយើងមកទាញនៅមួយខាងទៀតនេះនៅចិត្តផ្លូវនៅកន្លែងសាបគេចាក់ចិត្តឡៃលូគាត់ក្តៅពេកគាត់បាច់ទឹកដាក់ក្លៀកដាក់ខ្លួនអីអញ្ចឹងណាទៅឈរទាញបងប្អូនគាត់ឈរទាញទាញតិចតិចទៀតគាត់ដើរមកទាញនៅនេះម្ដងហើយនៅកន្លែងសាបម្ដងចូលទាញនៅនេះមុខតិចទាញយើងទាញតិចអីចឹងណាបងប្អូនអានេះបច្ចេកទេសគេទាញកុំឲ្យត្រីវាបើយើងទាញកញ្ឆក់ខ្លាំងអញ្ចឹងត្រីវាអាចវាដឹងសាច់ស្នាញ់វារត់ទៅក្រោមវិញអាចវាចាញ់អញ្ចឹងយើងទាញថ្នមត្រីវាសរបខ្លួនទៅក្រោមដែរសរបម្ដងតិចវាចូលនៅនឹងជើងមួយយងអញ្ចឹងណាបងប្អូនលើពូគាត់ទាញហើយយ៉ាតាក់អីត្រង់អត់ទេឥឡូវទាញមកទៀតហើយវឹប
vụp 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 kể ta sáng nay để bàn được ăn bồn nhầm bờ đó thì dạ thì mà pu ti lướt máu dú mày không chăm mưa trời này bóng bồn không chăm mưa trời sáng nay để phải chỉ ọt đều bồn ơi tê chân chẳng biết ô bao nhiêu ngày đang gửi miền tập nắng mà dần chỉ bóng bồn cho chất complete cho subscribe để mùi phong bồn ở conสำหรับการตุสนาchúc គ្នានៅវីដេអូក្រោយបាយបាយចូលនេះមួយលោកចាំគេហៅចូលមកគេជឿនោះទៅគេជឿឈុំម៉ូតូវិញទៅញ៉ៅ